សួស្តីអ្នកគ្នាចូលមកកាន់វីដេអូរបស់ខ្ញុំស្អីថ្មីម្ដងទៀតហើយនេះគឺជាតង់ទី1ដែលយើងត្រូវទៅស្រុកហើយថ្ងៃនេះជាថ្ងៃទី13ហើយថ្ងៃស្អែកក៏ជាថ្ងៃចូលឆ្នាំមកហើយដែរហើយថ្ងៃនេះគឺជាការធ្វើដំណើររបស់ខ្ញុំក្នុងការទៅលេងស្រុកដែលខ្ញុំទៅនោះគឺស្រុកស្វាយរៀងខេត្តស្វាយរៀងឯងតោះយើងចាំមើលការធ្វើដំណើរទាំងអស់គ្នាហើយយើងធ្វើដំណើរនេះយើងជិះ3ដំណើរមុនដំបូងយើងបានធ្វើដំណើរពីស្អាងទៅខ្មៅដោយជិះម៉ូតូរួចជិះម៉ូតូទៅដល់ខ្មៅរួចក៏យើងឡើងជិះកង់3រួចក៏យើងបានទៅចំណតឡានក្រុងយើងចាំទស្សនាដល់គ្នាហើយវីដេអូនេះប្រហែលជាមាន3ផាតហើយនេះគឺជាផាតទី1ដែលប្រហែលជា20នាទីជើដាក់យូរពេកហើយបងប្អូនមើលទៅធុញវាច្រើនដែរវាច្រើនទីដែរតោះយើងឥឡូវ let's go ចាប់តាមទៅទាំងអស់គ្នាក្នុងការធ្វើដំណើរនោះយើងបានជិះម៉ូតូទៅចតនៅទីទឹកខ្មៅជាបងស្រីហើយយើងក៏បានហៅអេបពីទឹកខ្មៅហ្នឹងយើងធ្វើដំណើរទៅកាន់ចំណតឡានក្រុងវាលស្បូវដើម្បីជិះឡានក្រុងដើម្បីដំណើរទៅខេត្តហើយយើងឥឡូវយើងកំពុងតែចេញពីផ្ទះចឹងទៅហើយយើងត្រូវឆ្លងកាត់ខ្ទួសាំងធ្វើអញ្ចឹងណាបងប្អូនតែយើងចាប់ដើមធ្វើហើយនេះគឺជារង្វង់មូលហងយើងបានឆ្លងកាត់រង្វង់មូលហងដើម្បីទៅដូចគ្នាហើយបាទរង្វង់មូលហងឥឡូវអាប់ដេតស្អាតមែនតើបានធ្វើសង្ក្រាន្តធ្វើអីចឹងណាហើយយើងបានធ្វើដំណើរបន្តទៅមុខទៀតដើម្បីទៅដល់គោលដៅនេះគឺជាការធ្វើដំណើរតាមផ្លូវរបស់យើងទេសភាពឆ្លងកាត់ផ្សារឆ្លងកាត់ទន្លេហើយនេះគឺជាទស្សនវិជ្ជាដែលយើងជិះតាមផ្លូវបងប្អូនមើលសិនទៅពេលនេះយើងដល់ឈូលៀមហើយយើងបានឈប់ស្តុបមួយផ្លែតហើយយើងក៏បន្តដំណើរទៅមុខទៀតបាទការធ្វើដំណើរនេះគឺការធ្វើដំណើរយ៉ាងរលូនគ្មានបញ្ហាអ្វីនោះទេឬក៏ឧបសគ្គអីនោះទេហើយយើងថ្ងៃហ្នឹងតែពេលយើងបានទៅដល់ឡានក្រុងជិះទៅបានឆ្ងាយក៏មានផ្លូវទៅដល់ចិត្តខេត្តហ្នឹងក៏មានផ្លូវស្ទះនេះគឺជាឧបសគ្គតែប៉ុណ្្នឹងទេគឺស្ទះយូរមែនតើគួរសមដែរដោយសារមានគ្រោះថ្នាក់ចរាចរណ៍នៅទីនោះ ហើយនេះគឺជាការធ្វើដំណើរតាមផ្លូវរបស់យើងទេសភាពឆ្លងកាត់ខ្ទួសាំងធ្វើអញ្ចឹងណាបងប្អូន
ពេលនេះយើងបានដល់បូរីគ្រីស្តាល់ហើយដែលយើងត្រូវទុំតលើទីនេះដើម្បីជីផាសាដើម្បីបន្តដំណើរទៅចំណតឡានក្រុងវាលស្បឹងមួយទៀតឥឡូវយើងបានធ្វើដំណើរក៏ដល់ហើយយើងក៏បានហៅផាសាប់តាម app មកដើម្បីធ្វើដំណើរបន្តហើយខ្ញុំក៏បានជិះនៅផ្នែកខាងមុខហើយឥឡូវយើងក៏បានចេញដំណើរពីបូរីគ្រីស្តាល់ហើយយើងក៏បន្តដំណើរទៅមុខទៀតដើម្បីទៅដល់ចំណតឡានក្រុងវាលស្បឹងជើងទៅឡើងមកវិញបាទណាសាប់មកhierមកបាទមកទទួលយកជាមួយនេះបាទពេលជាកីឡាវិញឯគេទៅជាបងណាវិញបងទៅណាវិញហើយឥឡូវយើងបានមកដល់កន្លែងចំណតរថយន្តក្រុងវាស្បឹងហើយនេះគឺជាការសួរនាំរបស់បងនៅខាងឡានក្រុងនៅទីនេះពិតជាយកចិត្តទុកដាក់មែនទែនហើយវឌ្ឍនៈអេទីវក៏បាន free ភេទជ្ជៈផងដែរហើយពេលនេះយើងក៏បានរៀបចំឡើងឡានក្រុងដូចគ្នាដើម្បីធ្វើដំណើរបន្តទៅមុខទៀតហើយប្រពន្ធលើក្រុងពិតជាចិត្តល្អមែនទែនគាត់បានឲ្យទឹកឲ្យយើងហូបនៅក្នុងពេលធ្វើដំណើរហើយពិតជាចៃដន្យណាស់យើងជិះក៏បានជួបបងប្អូនយើងដែលធ្វើដំណើរទៅផ្ទះដូចគ្នាហើយនេះគឺជាទស្សនវិជ្ជាតាមផ្លូវគឺជាផ្សារដែលនៅវាលស្បឹងហ្នឹងហើយយើងក៏បន្តដំណើរដើម្បីទៅដល់គោលដៅគ្នា
ហើយបន្តការនេះគឺបានស្ទះផ្លូវដីមានការរត់ស្រាចរគឺត្រូវការពេលសម្រួលហើយយើងក៏បន្តដំណើរទៅមុខទៀតហើយនេះគឺជាទស្សនវិជ្ជាតាមផ្លូវត្រួតដែលយើងកំពុងតែជិះហើយនេះគឺជាទស្សនវិជ្ជាត្រួតដែលយើងធ្វើដំណើរទៅតាមផ្លូវបន្ទាប់ពីធ្វើដំណើរយ៉ាងយូរយើងក៏បានដល់អ្នកលឿងហើយយើងក៏ត្រូវតែឆ្លងស្ពានអ្នកលឿងដើម្បីទៅត្រើយម្ខាងទៀតហើយនេះគឺជាទស្សនវិជ្ជាដែលយើងដាក់កាមេរ៉ាចេញក្រៅដើម្បីថតវីដេអូទស្សនវិជ្ជាដែលនៅលើស្ពាននាថ្ងៃទី13យើងនេះមុនចូលឆ្នាំមួយថ្ងៃហើយនេះគឺជាទស្សនវិជ្ជា view នៅលើស្ពានហើយបងប្អូនទស្សនាមើលបន្តិចទៅមុនដំណើរវីដេអូយើងបន្តទៀតនេះបានយើងចុះពីស្ពានហើយយើងទៅធ្វើដំណើរតទៀត ហើយឡើយយើងដល់កន្លែងចុះហើយកន្លែងចុះនេះគឺមានពូចាំទទួលយើងទៅដល់ផ្ទះថែមទៀតផងហើយយើងបានមកដល់ផ្លូវចូលផ្ទះហើយគាត់ដប់យើងទៅដល់កន្លែងផ្លូវច្រកចូលហើយយើងក៏បានធ្វើដំណើរចូលទៅកាន់ផ្ទះរបស់យើង
ព្រាមនោះយើងក៏បានចូលផ្ទះហើយអ្វីដែលចាប់អារម្មណ៍នេះគឺនំអន្សមvàពិតជាធំមែនតើហើយខ្ញុំក៏បានមកសំពះអ៊ំខ្ញុំនៅជាប់ផ្ទះនោះដូចគ្នាផ្ទះគាត់នៅជិតហ្នឹងទេយើងដើរបន្តិចមកដល់ហើយ ហើយនេះគឺជាទស្សនវិជ្ជាដែលនៅជនបទtừ សម័យធម្មតាទេហើយនេះគឺជាទស្សនវិជ្ជាជុំវិញផ្ទះដែលយើងថតមកយូរចានេះជាផ្លូវចូលហើយយើងក៏បន្តដំណើរផ្លូវទៅមុខ ហើយនេះគឺជាក្មេងៗបងប្អូនកូនក្មួយយើងនៅជុំគ្នាហើយបន្តមកខ្ញុំក៏បានតាមម៉ូតូជិះដើរលេងដូចគ្នាហើយមុនដើរលេងយើងក៏បានជិះម៉ូតូទៅដល់ព្រែកបានដើម្បីធ្វើឲ្យការជិះរបស់យើងកាន់តែរលូនព្រោះអីម៉ូតូនេះយើងជិះដល់គីឡូវាហើយយើងត្រូវតែដូរដើម្បីម៉ាស៊ីនឲ្យមានរយៈពេលប្រើយូរយើងថែទាំវាទៅហើយយើងមកនេះជាគ្នា3នាក់នៅដល់កន្លែងជាងហើយយើងក៏បានឲ្យជាងផ្លាស់ប្ដូរប្រេងម៉ាស៊ីននេះជាសកម្មភាពដែលរៀបនឹងដូរប្រេងម៉ាស៊ីនហើយជាងក៏បានដូរប្រេងម៉ាស៊ីនឲ្យយើង បន្តមកយើងបានធ្វើដំណើរបន្តទៀតយើងទៅខេត្តដើម្បីទៅទិញបុកល្ហុងគាត់ទុកខ្ញុំដើរលេងហើយទៅដល់ខ្ញុំមានអីទេចឹងមានតែពឹងគាត់ចឹងគាត់ទុកខ្ញុំដើរលេងហើយនេះគឺជាសកម្មភាពរូបទៅតែយាយគាត់សិនហើយបន្តមកយើងក៏បានជិះឡើងទៅខេត្តដើម្បីទៅខេត្តឡើងទៅខេត្តដើម្បីទិញបុកល្ហុងហើយយើងឥឡូវកំពុងតែធ្វើដំណើរតាមផ្លូវហើយ ហើយមកដល់ទីនេះយើងក៏បានជួបបងនៅទីរួមខេត្តពិតជារស់រាយមែនទែនហើយថ្ងៃនេះគឺជាថ្ងៃទី13ចឹងអត់ទាន់មានមនុស្សលេងអីទៅទេតតាថ្ងៃស្អែកហើយថ្ងៃស្អែកយើងមានវីដេអូបន្តទៀតហើយនេះក៏ជាការយើងជិះហើយយើងមកដល់កន្លែងបុកល្ហុងហើយយើងក៏ត្រឡប់មកវិញបាទហើយមេពេលនោះគឺរករៀងទៀតផង គឺឡើងងងឹតតែម្ដងហើយយើងជិះបានក៏ត្រូវទឹកភ្លៀងហើយខ្ញុំមិនបានថតពេលភ្លៀងទេព្រោះខ្លាចចូលព្រោះយើងអត់ទុកចិត្តហើយឥឡូវនេះយើងបានមកដល់ផ្ទះហើយយើងក៏បានហូបបងពុកអើយរួចហើយនេះគឺជាទស្សនវិជ្ជាដែលនៅភ្លៀងនៅជនបទហើយនេះគឺជាទស្សនវិជ្ជាពិតជាស្អាតមែនតើ នៅពេលភ្លៀងធ្លាក់នេះគឺជាមយូជុំវិញផ្ទះនេះគឺជាផ្ទះយាយរបស់ប្អូនខ្ញុំដែលបានដប់ខ្ញុំហើយនេះគឺជាទស្សនវិជ្ជាមយូជុំវិញទស្សនវិជ្ជាហើយយើងឥឡូវនេះយើងបានត្រឡប់ពីផ្ទះទៅគេហដ្ឋានយើងវិញហើយនេះគឺជាមយូតាមផ្លូវនៃជនបទ
ជាទេសភាពពិតជាស្អាតនេះនៅពេលរដូវប្រាំងហើយអត់ទាន់មានគេធ្វើស្រែធ្វើអីច្រើនទេហើយឡើយនេះយើងក៏បានបន្តដំណើរហើយយើងទៅនោះយើងក៏បានយកកង្ហារទៅតែបើនៅនោះអត់មានកង្ហារច្រើនចឹងយើងត្រូវការយកកង្ហារពីផ្ទះយាយគាត់ទៅថែមហើយនេះគឺទស្សនវិជ្ជាតាមផ្លូវដែលយើងទៅផ្ទះផ្លូវចូលដល់ផ្លូវផ្ទះយើងហើយយើងក៏បានចូលផ្ទះហើយនេះយើងមកដល់ផ្ទះហើយពេលនេះគឺជាពេលរាត្រីយើងក៏បានចូលទៅងូតទឹកងូតអីហើយយើងក៏បានធ្វើម្ហូបធ្វើអីដើម្បីហូបជុំគ្នានៅពេលល្ងាចឥឡូវនេះវីដេអូយើងបានបញ្ចប់ត្រឹមហ្នឹងសូមរងចាំទស្សនាវាបន្តសូមអរគុណសម្រាប់ការទស្សនាយើងនឹងមានសកម្មភាពថ្ងៃ